តំណានរឿងយ៉ារីមើលថែប្អូនចូលអានរឿងរួចឆ្លើយនឹងសំណួរខាងក្រោមថ្ងៃមួយពេលម្ដាយឪពុកទៅធ្វើការបាត់យ៉ារីនៅចាំផ្ទះមើលថែប្អូនតូចនាងនាំប្អូនលេងបត់ក្រដាសធ្វើជាផ្កានាងបានដាក់ក្រដាសកន្ត្រៃកាំបិតរាយប៉ាយជុំវិញខ្លួនប្អូនប្រុសនាងរីករាយណាស់វាចុះឡើងតាមឆក់ដណ្ដើមក្រដាសកាំបិតកន្ត្រៃសំទោសចាំប្រែតជាប់អីចេះពីបងនៅពេលយ៉ារីមិនបានប្រយ័ត្នប្អូននាងឆក់ចាប់ត្រូវមុខកាំបិតមុតដៃហូរឈាមបន្តិចប្អូននាងយំយ៉ាងខ្លាំងរីយ៉ាភ័យណាស់ស្ទុះទៅយកអាល់កុលនិងសំឡីមកលាងឈាមចេញរួចយកបង់រុំរបួសឲ្យប្អូនពេលម្ដាយឪពុកត្រឡប់ពីធ្វើការវិញយ៉ារីនិយាយរឿងនេះប្រាប់ពួកគាត់ម្ដាយឪពុកនាងមិនស្ដីបន្ទោសនាងទេតែគាត់ណែនាំយ៉ារីដោយពាក្យផ្អែមល្ហែមកូនដឹងទេការលេងដោយប្រើវត្ថុមានមុខស្រួចសំទោសមានមុខមុតចុងស្រួចវានាំឲ្យមានគ្រោះថ្នាក់បើយើងមិនប្រុងប្រយ័ត្ននេះមុតត្រឹមមកសំទោសត្រឹមកដៃចុះបើចុងកាំបិតត្រូវភ្នែកនោះគ្រោះថ្នាក់កាន់តែធំហើយថ្ងៃក្រោយពេលកូននាំប្អូនលេងកូនគួរជ្រើសល្បែងណាមានសុវត្ថិភាពនិងមានប្រយោជន៍ដូចជាការគូររូបផាត់ពណ៌ល្បែងសិក្សាទាក់ទងនឹងភាសាខ្មែរឬគណិតវិទ្យាជាដើមរីយ៉ាឆ្លើយចាម៉ាក់ខ្ញុំនឹងធ្វើតាមដំបូន្មាននេះ